ថ្ងៃនេះមកអូនជេលីចេញមកនាំបងប្អូនទាំងអស់គ្នាស្រក់ទឹកមាត់ទៀតអើយចេញលងទាំងយប់បងប្អូនទាំងអស់គ្នាហើយហ្នឹងហើយបងប្អូនអរគ្នាថ្ងៃនេះយើងមានអីខ្លះបងប្អូនថ្ងៃនេះយើងមានតាំងពីក្រួយអាំងអំបិលម្ទេសហ្នឹងហើយបងប្អូនអរគ្នាស្រក់ទឹកមាត់ច្រោកតែម្ដងបងប្អូនណាយយើងមានតាំងពីកាគូតមាន់អាំងហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយយើងមានបុកល្ហុងហ្នឹងហើយបងប្អូនអរគ្នាតែមានសាច់អាំងត្រូវតែមានបុកល្ហុងហើយបងប្អូនទាំងអស់គ្នាហើយហ្នឹងហើយថ្ងៃនេះយើងមានបុកល្ហុងបង្គាស្រស់ជាមួយនឹងប៉ាត់តេបងប្អូនមកថងពេញបឹបខ្ជិលបុកខ្លួនឯងនឹងទិញគេមកញ៉ាំស្រាប់តែម្ដងទៅវាស្រួលដែរអញ្ចឹងបងប្អូនបងសម្រាប់អ្នកខ្ជិលអីចឹងណាឥឡូវហ្នឹងបងប្អូនអរគ្នាបងប្អូនមើលបុកល្ហុងគាត់វិញមិនបាច់និយាយបងប្អូនគឺតំណងខ្លាំងមែនតើហើយបានច្រើនទៀតសំខាន់ហើយរសជាតិមិនបាច់និយាយកប់សេរីហិលជូរផ្អែមនិយាយទៅមិនមកសពគ្រឿងតែម្ដងហើយបកាបានច្រើនដែរបងប្អូនអរគ្នាហើយប៉ាត់តេវិញបាញ់និយាយទៅមិនចេះតិចបងប្អូនមានតាំងពីលក់យើងទៀតបងប្អូនមកហើយមានក្រូចឆ្មាសម្រាប់ឲ្យថែមទៀតនិយាយរឿងទៅបុកកន្លងកន្លែងហ្នឹងគឺជាប់ចិត្តតែម្ដងបងប្អូនមកខ្លាចថាបងប្អូនមិនជឿខ្ញុំឥឡូវមកមើលម៉ាក់អូនជេលីភ្លក់ទាំងអស់គ្នាឆ្ងាញ់ឬមិនឆ្ងាញ់អញ្ចឹងបងប្អូនអរគ្នាខ្លាចលើខ្ញុំនិយាយទៅបងប្អូនអត់ជឿអីចឹងឥឡូវមកមើលមាត់ម៉ាក់អូនជេលីថាឆ្ងាញ់ឬអត់បុកល្ហុងនឹងតំណងតែអត់ឆ្ងាញ់តែដឹងមកមើលមាត់វ៉ាវឆ្ងាញ់របស់គេយាយមែនជាតិរសជាតិមិនបាច់និយាយរសជាតិគឺឲ្យ10 លើ 10ហ្មងឆ្ងាញ់បណ្ដោយបងប្អូនអរគ្នាអាចសាកបានតែខ្ញុំអត់ដឹងថាប្រាប់បងប្អូនថានៅទីតាំងម្ដុំតាណាទេដោយសារតែបុកល្ហុងគាត់នឹងអត់មានផ្លាកយីហើយទេបងប្អូនណាហ្នឹងហើយបងប្អូនចង់ញ៉ាំបងប្អូនខមមិនមកចាំខ្ញុំទៅដើរស្វែងរកទីតាំងនឹងឲ្យបងប្អូនអរគ្នាហ្នឹងហើយបងប្អូនអរគ្នាហើយបុកល្ហុងនឹងគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយដោយបងប្អូនបានឃើញមាត់ម៉ាក់អូនជេលីអញ្ចឹងគឺដាក់មួយម៉ាត់មកគឺជាតិខ្លាំងណាតែប៉ុណ្ណេះអ្នកមើលស្រក់ទឹកមាត់ទៀតហើយបងប្អូនហើយហ្នឹងហើយកុំឲ្យពួកខ្ញុំបាបឲ្យបងប្អូនគ្រាន់តែចែករំលែកឲ្យបងប្អូនបានឃើញហើយស្រក់ទឹកមាត់ឃ្លានហើយចង់ញ៉ាំតាមអីចឹងបងប្អូនបាទហើយបងប្អូនអរគ្នាជួយខមមិនម្នាក់មួយថាបងប្អូនអរគ្នាកំពុងតែមើលវីដេអូហ្នឹងនៅម៉ោងប្រហែលដែរបងប្អូនហើយបានឃើញវីដេអូហ្នឹងហើយមានអារម្មណ៍ថាឃ្លានញ៉ាំបុកល្ហុងអីអត់ចឹងហ្នឹងហើយបងប្អូនអរគ្នាអរគុណបងប្អូនអរគ្នាសម្រាប់ការឆ្លៃនឹងចូលចិត្តបងប្អូនបាទហ្នឹងហើយនេះមើលមកអូនជេលីញ៉ាំទៅបងប្អូនបាទឆ្ងាញ់ខ្លាំងមែនទែននិយាយរួមទៅគាត់នឹងឲ្យតែបានបុកល្ហុងបានហើយសាច់មាន់អាំងបានរបស់ក្រៀមរបស់ក្រៀមក្រោះចូលចិត្តខ្លាំងបងប្អូនអត់ដូចខ្ញុំចូលចិត្តតែរបស់ណាដែលមានទឹកសឡហត់អីចឹងតែមកអូនជេលីចូលចិត្តរបស់គោដូចជាសាច់អាំងសាច់អីចឹងបងប្អូនបាទហ្នឹងហើយចំណង់ចំណូលចិត្តខុសគ្នាតែអាចនៅមួយគ្នាបានអីចឹងអត់យល់ដែរនិយាយទៅយើងមិនអាចរកបានអីដូចគ្នា100%បានទេចាំយើងរៀនស្វែងយល់ពីគ្នាអីចឹងបងប្អូនបាទហ្នឹងហើយយើងចានៅទៅត្រមទៅបងប្អូនអរគ្នាឥឡូវហ្នឹងហើយបងប្អូននេះឥឡូវហ្នឹងខ្ញុំថតហ្នឹងគឺម៉ោង7យប់បងប្អូនបាទហើយបងប្អូនអរគ្នាមើលហ្នឹងម៉ោងប៉ុន្មានហើយស្រស់ទឹកមាត់អត់មើលនិយាយពីក្រួយយើងវិញក៏ឆ្ងាញ់ដែរបងប្អូនបាទក្រួយគាត់គឺឆ្ងាញ់ខ្លាំងប្រឡាក់អំបិលម្ទេសបងប្អូនអរគ្នាយោជាតិសាហាវបងប្អូនហ្នឹងហើយសូម្បីខ្ញុំមកអង្គុយបញ្ចូលសលេងហ្នឹងម៉ោង2:10យប់បងប្អូនអរគ្នាចូលសលេងម៉ោង2:10យប់ឥឡូវឃ្លានទៀតបងប្អូនបាទបងប្អូនចូលចិត្តកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបាយបាយ